ការអមបណ្ណាំងរវាងជំទាវស្រីម៉ៃហៅសុតសែនជ័យចាមកពីខាងខណ្ឌកោរាជធានីភ្នំពេញជាមួយនឹងសង្ហាមានជ័យគឺគាត់អត់ចេញមកព្រមគ្នាទេគឺចេញមកមុនក្រោយដោយដែលយើងខ្ញុំបានគ្រប់ជំរាបជូនពីខាងដើមបាទឥឡូវនេះយើងឃើញថាទស្សនវិជ្ជានៃការផ្ដិតយករូបភាពពីទូរទស្សន៍ជាតិនៃកម្ពុជាបានបង្ហាញនៅគូពិសេសដែលបានធ្វើដំណើរមកហើយកាលបែជើងទី1បាទយើងឃើញហើយការអមបណ្ណាំងរវាងនរិនរាំងសីវិជ័យចិត្តបុត្រជាមួយនឹងបាទដួងសូរិយាបុប្ផាបាទសែនបារមីក្តីដូងបារមីក្តីដូងបាទគឺឥឡូវកំពុងតែឆ្លងនៅកំពាន់ទី1ហើយចាបងប្អូនមើលតាមកញ្ចក់ទូរទស្សន៍ជាតិកម្ពុជាឃើញថាទូក៏ទាំងពីរនេះគឺចាក់យកមកស្វាហាប់ដូចគ្នារីឯយើងខ្ញុំមើលផ្ទាល់នៅខាងក្រៅនេះគឺយើងមើលទៅហាក់ដូចជាទូទាំងពីរនេះមកតែមួយបាទមកកណ្ដាលនោះពណ៌ផ្សេងអញ្ចឹងបានន័យថាបងប្អូនដែលតាមដានតាមកញ្ចក់ទូរទស្សន៍ជាតិកម្ពុជាគឺមកពីដាច់បងប្អូនដាច់ចាក់យោងព្រឹបប្រាយមើលទៅគួរឲ្យស្កៅសរសើរមែនទែនតាមជាមួយនឹងបងប្អូនកីឡាករចំណុះទូរបស់យើងទូគូពិសេសគឺពិសេសទាំងលបឿនពិសេសទាំងឯកសណ្ឋានសុខភាពរចនាបថលើទូកទៀតបាទនរិនរាំងសីវិជ័យចិត្តបុត្របាទខេត្តបាត់ដំបងទទួលបានការបឋមពីសម្ដេចកលាហុំសខេងជើងទី1គាត់ទទួលបានជ័យជំនះបាទដូចជានាំមុខទៀតហើយបាទទៅលើដួងសូរិយាបុប្ផាស្ទឹងសែនបារមីក្តីដូងដែលទទួលបានការបឋមពីអេដាមវង្សសេវិសុទ្ធបាទលើដាច់ហើយអេដាមបាទលើឃើញថានរិនរាំងសីវិជ័យចិត្តបុត្រល្អទាំងឈ្មោះល្អទាំងរូបល្អទាំងល្បឿនល្អទាំងអស់បាទទូកនេះល្បីល្បាញណាស់គេដាក់ឈ្មោះថាបងធំនៅស្ទឹងសង្កែណាឥឡូវនេះថ្មីបាទហើយក្តីដូងនេះគឺពេញ Facebook បាទក្តីដូងនេះក៏គេខ្លាំងដែរនៅស្ទឹងសែនបាទសិតតអ្នកខ្លាំងដូចគ្នាមកប៉ះគ្នានៅក្នុងព្រះបរមមុខព្រះបរមរាជវាំងនៅព្រះរាជធានីរបស់យើងឥឡូវនេះកាន់តែដាច់ហើយសម្រាប់នរិនរាំងសីវិជ័យចិត្តបុត្រដែលទទួលបានការឧបត្ថម្ភពីសម្ដេចកលាហោមសខេងចៅឧត្តមក្រុមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រដែលឯកឧត្តមដែលសម្ដេចលោកបានដឹកនាំនរិនរាំងសីវិជ័យចិត្តបុត្រដាច់ហើយសម្ដេចដាច់ខ្លាំងមែនទែនដួងសូរិយាបុប្ផាស្ទឹងសែនបារមីក្តីដូងរបស់ឯកឧត្តមវង្សសេវិសុទ្ធនេះក៏មិនធម្មតាដែរទូកនេះក៏ល្បីល្បាញតែឥឡូវមកប៉ះជាមួយនរិនរាំងសីវិជ័យចិត្តបុត្រគឺហាក់ដូចទៅតែឆ្លងផុតចាពីកន្លែងចេញដំណើរបានបន្តិចតែមិនទាន់បាន1000ម៉ែត្រទេចាំមកទន្ទឹមនឹងកងពាន់ទី1ទៅបាន1000ម៉ែត្រចា1000ម៉ែត្រដោយសារតែទីបណ្ដាំរបស់យើងនោះមានចម្ងាយដល់ទៅ1700ម៉ែត្រឯណោះបាទហើយយើងឃើញថាសម្រាប់ខ្សែទៅខាងក្រៅក៏កំពុងតែមកមុខបន្តិចបន្តួចពីគូប្រកួតរបស់ខ្លួនបាទប៉ុន្តែយ៉ាងណាក៏ដោយគឺយើងអាចនិយាយបានថាបដាមសងគ្នាបាទសម្រាប់ខ្សែទៅខាងក្នុងនៅចំណុចខាងក្រៅបាទត្រង់ឆ្ងាយនៅឡើយបាទអញ្ចឹងអាចប្រែប្រួលពីលក្ខណៈបច្ចេកទេសនៃការអុំចាបើសិនជាមកចាក់ទន្ទឹងនឹងកងពាន់ទី2នេះទោះបីជាដកបន្តិចក៏ដោយអាចទៅថាមិនប្រកបដែរចាមិនប្រកបដែរតើទៅដល់ទីតែម្ដងទើបប្រកបបាទអញ្ចឹងសូមបញ្ជាក់ជាថ្មីបាទខ្សែទៅខាងក្រៅសារាយពីជ័យធ្វើបដីដេជោបាទរបស់ខេត្តកណ្ដាលបាទទទួលបានការឧបត្ថម្ភពីព្រះគូខុសច្ចារៈខតោបាទផាន់សុកនីមបាទចំណែកឯខ្សែទឹកខាងក្នុងចៅពេជ្រកុមារបុប្ផាជ្រោយថ្មបាទទទួលបានការឧបត្ថម្ភពីលោកជំទាវលៀងវិឆេងបាទហ៊ុនណេងនិងអាដាមនេសាវឿនបាទនិងលោកជំទាវអ្នកអង្គការអានម៉ាឌីបាទអង្គការថនថាវីនិងលោកជំទាវបាទចាខ្សែទឹកខាងក្នុងហើយហាក់ដូចជាដកបន្តិចហើយចៅពេជ្រកុមារបុប្ផាជ្រោយថ្មមកពីវត្តសុតថារាមបាទចាសទស្សនារាមបឹងកុកកំពង់ចាមចាទូកនេះមានកេរ្តិ៍ឈ្មោះរបស់សម្លេងណាហើយបងប្អូនយើងដែលនៅខាងបឹងកុកណាកំពុងតែតាមដានទេសនាព្រោះថាទូកខេត្តកំពង់ចាមមួយនេះចៅពេជ្រកុមារបុប្ផាជ្រោយថ្មហ្នឹងគឺមិនដែលថយដៃទេប្រជាប្រិយភាពមិនដែលថមថយទេនៅតែមានការគ្រប់គ្រងពីបងប្អូនអ្នកយើងនិយាយដូចសាមញ្ញគឺបងប្អូនអ្នកលេងទូកការអ្នកលេងទូកអ្នកបានន័យថាគាត់និយមគ្រប់គ្រងចាកីឡាទូកប្រពៃណីនេះតែម្ដងបាទអញ្ចឹងយើងឃើញថាប្រដាំប្រសងគ្នាទេបាទសម្រាប់ខ្សែទឹកខាងក្រៅក៏ដូចជាខ្សែទឹកខាងក្នុងហើយចាខ្សែទឹកខាងក្នុងបាទកំពុងតែអាចប្រដាំប្រសងគ្នាប៉ុន្តែសណ្ដកបន្តិចបន្តួចតែប៉ុណ្ណោះបាទសម្រាប់ឥឡូវនេះខ្សែទឹកខាងក្នុងកំពុងតែចាប់ដើមហើយចៅពេជ្រកុមារបុប្ផាជ្រោយថ្មចាប់ដើមដហើយបងប្អូនឥឡូវជិតដល់កងពាន់ទី2បាទឃើញថាជិតដល់កងពាន់ទី2នេះគឺខ្សែទឹកខាងក្នុងបង្កើនល្បឿនរបស់ខ្លួនបាទចាប់កន្លែងនេះស្រាប់កន្លែងយកជ័យហើយកន្លែងហ្នឹង
ចឹងត្រូវតែធ្វើយ៉ាងណាបាទគឺបង្កើនកម្លាំងរបស់ខ្លួនបន្ថែមទៀតធ្វើយ៉ាងណាឲ្យព្រមគ្នាបាទនៅក្នុងទូកទាំងអស់នេះបើសិនជាចំណុះទូកណាមួយគាត់មិនអមប្រកាសជាបាទប្រកាសជាមិនអាចទទួលបានលទ្ធផលល្អទេព្រោះថាកីឡារួមបានន័យថាចំណុះទូកច្រើនបែបនេះត្រូវតែមានស្មារតីជាក្រុមបើសិនជាក្នុងចំណោម70នាក់10នាក់លើកចង្វាឡើង60នាក់ទៀតដាក់ចង្វាចុះទូកគឺมันទទួលបានលទ្ធផលល្អទេឥឡូវនេះលទ្ធផលល្អគឺចៅពេជ្រកម្មាប្រផាជ្រោយថ្មបាទសម្រាប់គូជាបន្តទីនេះគូ100ទូល92ខ្សែទឹកខាងក្នុងអំពរវ័នធីតាបាទរចនាមានជ័យបាទខ្សែទឹកខាងក្រៅព្រះអណ្ដូងសែនជ័យចាបាទអញ្ចឹងជាឃើញថាទូកនេះក៏ទន្ទឹមគ្នាដែរបាទខាងក្រៅដកបាទបន្តិចបាទក្បាលទូកបាទឥឡូវនេះក្បាលទូកខាងខ្សែទឹកខាងក្នុងក៏កំពុងតែបាទដេញតាមដែរបាទឥឡូវនេះកំពុងតែស្មើគ្នាថេងតែម្ដងបាទសម្រាប់គូទាំងពីរនេះយើងមើលទៅហាក់ដូចជាឃើញទូកតែមួយបាទទូកតែមួយអញ្ចឹងតែស្មើគ្នាណាចាយើងមើលទៅហាក់ដូចជាឃើញទូកតែមួយប៉ុន្តែក្បាលទូកខែខ្សែទឹកខាងក្រៅហាក់ដូចជាដកចាដកហើយដកបន្តិចហើយបើអ្នកក្បាលទូកស្មាឯកទូកខ្សែទឹកខាងក្រៅវិញមានឯកស្ថានខាងក្នុងបង្កើនបន្ថែមខាងក្នុងបង្កើនបន្ថែមខាងក្នុងឬខាងក្រៅអូយមិនហ៊ានទេចាទុកជូនគណៈកម្មការបច្ចេកទេសហើយទូកទាំងពីរនេះគឺជាទូកដែលទទួលបាននៅការឧបត្ថម្ភដ៏ខ្ពង់ខ្ពស់ពីសម្ដេចតេជោនិងសម្ដេចគតិព្រឹទ្ធបណ្ឌិតប៊ុនរនីហ៊ុនសែនដែលលោកទាំងទ្វេបានឧបត្ថម្ភចាហើយយើងខ្ញុំក៏សូមគោរពអរគុណដល់ឯកឧត្តមអភិបាលនៃគណៈអភិបាលបងមុំផងដែរចាដែលលោកឧបត្ថម្ភដល់យើងខ្ញុំចាបាទចំណែកឯគូកំពុងតែធ្វើដំណើរបន្តមកទីនេះបាទចិត្តដល់បាទកងពន្ធទី1ហើយដែរនោះបាទខ្សែទឹកខាងក្នុងមហាកំពូលបាទធិបតីតេជោសែនជ័យបាទរបស់ខេត្តកណ្ដាលចំណែកឯខ្សែទឹកខាងក្រៅកំពូលពេជ្រទាបាញ់សែនជ័យបាទនៅពីមានជ័យពីមរោខេត្តព្រៃវែងដែលទទួលបានការឧបត្ថម្ភពីសម្ដេចបាទវិជ័យសេនាធិបាលបាទចាបងប្អូននៅចាំបានស៊ីហ្គេមលើកទី32ឆ្នាំ2023គឺជាមហាជោគជ័យដ៏ធំធេងរបស់ប្រទេសអាចារ្យកម្ពុជាដែលទទួលបានកិត្តិស័ព្ទល្បីល្បាញខ្ទោខ្ទាននៅលើពិភពលោកចាមិនទាន់ដូចថាមានប្រទេសនៅក្នុងបណ្ដាអាស៊ីអាគ្នេយ៍យើងធ្វើបានដូចទេបាទហើយចរិតនៅក្នុងគេដំណើរស្មារតីកីឡាអូឡ িম্প ពិកទៀតដោយសារតែព្រះរាជាណាចក្រកម្ពុជាធ្វើជាលើកទី1ហើយធ្វើបានយ៉ាងល្អឯកទៀតបាទអញ្ចឹងពិបាកប្រទេសខាងក្រោយទៀតហើយបាទបើកចិត្តបើកបេះដូងទលាយដោយកម្ពុជាកម្រិតណាចាហើយបាទឥឡូវនេះបាទគូបន្តបាទគឺកំពុងតែឃើញថាចិត្តដល់កងពន្ធទី2ដែរហើយបាទគូទី93នេះបាទសូមបញ្ជាក់ជាថ្មីបាទខ្សែទឹកខាងក្នុងមហាកម្ពុជាធិបតីតេជោសែនជ័យបាទរបស់ខេត្តកណ្ដាលដែលទទួលបានការឧបត្ថម្ភពីអាដាមចាន់សុធីនិងលោកជំទាវបាទលោកយីយេនបាទខ្សែទឹកខាងក្នុងកម្ពុជាពេជ្រទាបាញ់សែនជ័យបាទរបស់ខេត្តព្រៃវែងទទួលបានការឧបត្ថម្ភពីសម្ដេចវិជ័យសេនាធិបាលចាកម្លាំងប៉ុនគ្នាឥឡូវនេះចាប់ទន្ទឹមនឹងកងពន្ធទី2ឃើញថាក្រៅទីទេចាក្រៅមិនទីទេมันអាចយកជាការបានអាចថាមកលេងគ្នានឹងមុខព្រះពលាជ័យនេះក៏ថាបានដែរបាទតិចជួយប៉ុន្តែខ្សែទឹកខាងក្នុងនឹងចាក់យោងទុំណាស់ដែរមើលទៅឃើញស្វាហាប់ដែរប៉ុន្តែលបឿនទុំនៅតាមខ្សែទឹកខាងក្រៅប៉ុន្តែមិនប្រកាសបាទព្រោះថាបាញ់មិញយើងឃើញបាទតាមមិនដល់ទីអត់ហាក់ដូចជាថាខ្សែទឹកខាងក្នុងហាក់ដូចជាមិនកើហើយអត់តដកទេចាខ្សែទឹកខាងក្រៅកំពូលពេជ្រទាបាញ់សែនជ័យរបស់សម្ដេចវិជ័យសេនាធិបាលនៅតែដកនាំមុខដដែលចានៅតែនាំមុខដដែលដូច្នេះអាចជំរាបជូនបានសម្រាប់កម្ពុជាពេជ្រទាបាញ់សែនជ័យរបស់សម្ដេចវិជ័យសេនាធិបាលចាដែលមកពីវត្តកែវបាទវត្តកែវកេសរមនីបាទកេសរមនីបាទនៅពីមានជ័យបាទស្រុកពីមរោបាទខេត្តព្រៃវែងបាទចំណែកគូទី94កំពុងតែបោះពួយមកដែរហើយនោះបាទហើយកំពុងតែស្រោបគ្នាមែនតើបាទខ្សែទឹកខាងក្នុងការរួមស័ក្តិសិទ្ធិចាទូបីវាងណាបាទដែលទទួលបានការឧបត្ថម្ភពីលោកប្រតិចាបណ្ឌិតអ៊ុនសរឿនចំណែកឯខ្សែទឹកខាងក្រៅទាវិញនាគសែនជ័យរស្មីចន្ទ្រារបស់កងទ័ពជើងទឹកបាទដែលទទួលបានការឧបត្ថម្ភពីឯកឧត្តមនាយឧត្តមនាវីទាវិញហើយយើងខ្ញុំក៏សូមគោរពថ្លែងអំណរគុណផងដែរជូនចំពោះឯកឧត្តមនាយឧត្តមនាវីទាវិញនិងលោកជំទាវផងដែរដែលលោកជំទាវឧបត្ថម្ភដល់ក្រុមអធិបតីយើងខ្ញុំបាទឥឡូវនេះបាទឃើញថាទូកទាំងពីរបាទកំពុងតែបដាំបសគ្នាតែខ្សែទឹកខាងក្រៅ
បាទហាក់ដូចជាលួតបន្តិចពីគូប្រកួតរបស់ខ្លួនតែយ៉ាងណាក៏ដោយខ្សែទឹកខាងក្នុងក៏កំពុងតែបង្កើនល្បឿនបាទបង្កើនល្បឿនម្ដងហើយម្ដងទៀតមកទន្ទឹមគ្នាតែម្ដងចាដល់ឃើញដកច្រើនមែនទេបាទការពីជើងទី1លទ្ធផលយ៉ាងម៉េចដែរបងប្អូននាងខ្ញុំអត់បានកត់សម្គាល់បាទខ្សែទឹកខាងក្នុងបាទខ្សែទឹកខាងក្នុងបាទជើងទី1ចាអញ្ចឹងបានន័យថាជាវិញសែនជ័យរស្មីចន្ទ្រារបស់ឯកឧត្តមនាវីទាវិញចាទទួលបានជ័យជំនះឥឡូវហ្នឹងបដូរទៅនៅខ្សែទឹកខាងក្រៅហាក់ដូចជាប្រែប្រួលវិញការរួមសាកសិទ្ធមកខាងក្នុងហាក់ដូចជាបដូរបច្ចេកទេសវិញចាប៉ុន្តែមិនទាន់ប្រកាសនៅឡើយដូចគ្នាបើខ្សែទឹកខាងក្រៅកំពុងបង្កើនល្បឿនដែរបែបនេះចាក់យកទូបែបនេះខ្សែទឹកខាងក្នុងហើយចាគឺខ្សែទឹកខាងក្នុងសកម្មភាពនៃការចាក់យកទូគឺស្វាហាប់ល្អណាស់ខ្សែទឹកខាងក្នុងគឺការរួមសាកសិទ្ធល្បីល្បាញណាស់ទូនេះចាមកពីខាងអាស្រមមហាឧត្តមចាព្រៃ7ស្អាងបាទលើបន្តទៅទីនេះបាទយើងឃើញថាគូកំពុងតែចេញមកបន្តទៀតហើយបាទហើយអាត្មានេះបាទបងប្អូនកំពុងតែតាមដានទស្សនាយ៉ាងជក់ចិត្តបាទនៅគូពិសេសបាទពិសេសបងប្អូនកំពុងតាមដានទស្សនានៅក្របនឹងមាត់ច្រាំងទន្លេរបស់យើងបាទលោកស្រីនិងកញ្ញាជាទីមេត្រីបាទពេលនេះកំពុងតែបាទជិតដល់កងព័ន្ធទី2ហើយបាទគូទី95ដែលចូលសែនជ័យបារមីវត្តចាស់របស់ឯកឧត្តមបណ្ឌិតចាំម៉ៃបរុនលោកជំទាវបដូរទៅនៅខ្សែទឹកខាងក្រៅវិញម្ដងឥឡូវនេះជំទាវក្លាហានសម័យតេជោរបស់ព្រះគ្រូចៅអធិការវត្តព្រះញាណឧត្តមគង់សារីចាគង់សារីដូចជាដកវិញខ្សែទឹកខាងក្នុងបាទគង់តែឡើងល្បឿនបន្ថែមទៀតបាទប្រែប្រួលទៀតហើយចាឥឡូវនេះយើងឃើញតែខ្សែទឹកខាងក្នុងកំពុងតែបាទសណ្ដកហើយអាចមកដល់ទីព្រ័ត្រឬយ៉ាងណាដល់ទៅហើយខ្សែទឹកខាងក្នុងចាជំទាវក្លាហានសម័យតេជោដែលទូកនេះមកពីវត្តទឹកថ្លា